ផ្លាយទៀតហើយសកម្មភាពកំសាន្តថ្មីនៅក្នុងខេត្តសៀមរាបយើងជាមួយការជិះកំសាន្តមីនីរយអគ្គិសនីជិះឆ្វែងលេងតាមប្រាសាទហើយលើសពីនឹងពួកខ្ញុំក៏បានថតបង្ហាញពីសកម្មភាពដើរលេងផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តសៀមរាបផងដែរដូចជាទៅលេងសារមន្ទីរទៅលេងតាមប្រាសាទនារដូវពណ៌បៃតងក៏ដូចជាការធ្វើដំណើរពីភ្នំពេញសៀមរាបតាមឡានគេងយប់ដែលអស់តម្លៃតិចសន្សំសំចៃបានច្រើនបាទជំរាបសួរពុកម៉ែបងប្អូនសកម្មភាពទី1គឺខ្ញុំទៅជិះឡានអគ្គិសនីមីនីរយនៅនឹងខាងភូមិបាគងដល់យើងទៅដល់ភូមិបាគងហ្នឹងយើងចូលទៅខាងក្រោយផ្នែកកន្លែងគេលេងបាញ់ព្រួញបាញ់ធ្នូអីហ្នឹងគឺនៅទីនោះមានសកម្មភាពលេងកំសាន្តជាច្រើនបាទហើយលើកនេះពួកខ្ញុំមកសាកល្បងបទពិសោធន៍ថ្មីជាមួយនឹងការជិះឡានមីនីរយម្ដងមុននឹងជិះគេមានបុគ្គលិកមកប្រាប់បង្ហាញយើងដែរអញ្ចឹងណាបងប្អូនប៉ុន្តែឡាននេះគឺថាងាយស្រួលក្នុងការជិះទេប៉ុន្តែឃើញតូចតែខ្លួនអញ្ចឹងណាបងប្អូនកម្លាំងម៉ាស៊ីនវិញសឹងតែស្មើនឹងរថយន្តព្រុសហើយសម្រាប់ការជិះកំសាន្តនេះគេក៏មានបុគ្គលិកម្នាក់បាទអ្នកនាំផ្លូវយើងទៅដែរដោយការជិះនេះគេមានកញ្ចប់រយៈពេលគេមាន15នាទីឬក៏30នាទីទៅតាមបងប្អូនជ្រើសរើសណាហើយនិយាយថាឡានគេមានជាផ្លេមានអីនិយាយថាអូទំនោរមែនតើហ្នឹងហើយបងប្អូនខ្ញុំក៏ចង់មកចែករំលែកការធ្វើដំណើរពីភ្នំពេញមកដែរដែលចំណាយលុយអស់តិចបាទបងប្អូនអាចជ្រើសរើសក្នុងការជិះឡានគេងយប់ e-booking ដោយយើងគ្រាន់តែទិញសំបុត្រឡានតាមរយៈ app Redbus ដោយប្រើ promo code កាដូ20បងប្អូននឹងទទួលបានការបញ្ចុះតម្លៃ$4ហើយ cashback $6ភ្លាមហើយប្រើបានឡើង2ដងថែមទៀតល្អមែនតើហើយសូម្បីតែសំបុត្រឡានគេក៏មានរង្វាន់ដែរហើយរង្វាន់ខ្លះទៀតមានតម្លៃលើសពី$10មានដូចជាដបទឹកដែលសារកម្ដៅចំណុះ1លីត្រអាវភ្លៀងឆាត់បិទបើកស្វ័យប្រវត្តិនិងព្រីភ្លើងទំនើបមួយហើយកលេចមើលឡានគេងយប់នេះក៏ស្អាតដែរមានតែ3ជួរទេមួយខាង2និងមួយខាង1ដោយតកង់ឡានមាន2នាក់សម្រាប់បើកឆ្លាស់គ្នាសំខាន់មានកញ្ចប់ insurance ឲ្យយើងទៀតហើយនិយាយថាមើលកន្លែងគេងវិញធំទូលាយបាទគេមានជាខ្នើយនិងភួយតុនស្រួលគេងហើយក្នុងនោះគេក៏មានផ្ដល់ទឹកសុទ្ធថ្នាំដុសធ្មេញចារដុសធ្មេញមួយឈុតផងដែរហើយកាន់តែងាយស្រួលគេមានកន្លែងសាមានទាំងក្បាល3ក្បាល2ប្រើបានទាំងអស់មានប៊ូតុងសម្រាប់បិទបើកភ្លើងម៉ាស៊ីនត្រជាក់ជាដើមហើយក៏ភ្ជាប់មកជាមួយនឹងបន្ទប់ទឹកមួយផងដែរងាយស្រួលក្នុងការធ្វើដំណើរអញ្ចឹងចាំការទៀតទិញសំបុត្រឡានបញ្ចុះតម្លៃច្រើនហើយថែមទាំងបានរង្វាន់ទៀតដូច free អញ្ចឹងឥឡូវនេះខ្ញុំមកដល់ Ben សៀមរាបហើយដោយចំណតឡានគេនៅចិត្ត stop ចុងកស៊ូផ្លូវជាតិលេខ6ឥឡូវមកមើលសកម្មភាពយើងបន្តជិះឡានរយអគ្គិសនីហ្នឹងយើងអាចឈប់ចិត្តប្រាសាទហើយថតរូបលេងអញ្ចឹងណាបងប្អូនគឺថារូបភាពចេញមកស្អាតខ្លាំងមែនទែនហើយតំណងណាហើយសម្រាប់ការជិះនេះមាន2ជម្រើសបើសិនជាយើងជិះ15នាទីយើងអាចជិះបានតែជុំវិញប្រាសាទអីអញ្ចឹងណាប៉ុន្តែបើយើងជិះ30នាទីអីយើងអាចជិះឆ្វែមើលតាមផ្ទះអ្នកភូមិទៅដល់ផ្សារលលៃអីជាដើមអញ្ចឹងណាឥឡូវនេះបន្ទាប់ពីថតនៅនឹងមុខប្រាសាទព្រះគោហើយគឺយើងបន្តជិះឆ្វែលេងតាមប្រាសាទបាគងបាននិយាយទៅគឺថាប្លែកមែនទែនសកម្មភាពនេះគឺថាសប្បាយខ្លាំងបងប្អូនរីកមិនសម្រាប់ព័ត៌មានលម្អិតអីបងប្អូនអាចតាក់ទងទៅខាងភូមិបាគងបានណាហើយនេះចេញពីបាគងមកគឺពួកខ្ញុំបន្តជិះទៅតាមស្រុកអ្នកភូមិអីចឹងទៅហើយនិយាយថាតាមផ្ទះគេនីមួយៗគេច្រើនដាំបន្លែដាំអីចឹងទៅនិយាយទៅផ្ទះខ្មែរយើងបែបបុរាណផ្ទះឈើហ្នឹងគឺស្អាតណាហើយសម្រាប់សកម្មភាពទី2គឺពួកខ្ញុំមកលេងនៅខាងសារមន្ទីរជាតិអង្គរនិយាយទៅខ្ញុំគិតថាពេលដែលបានមកលេងសៀមរាបគួរតែចូលសារមន្ទីរនេះផងអញនិយាយបានថានៅសារមន្ទីរអង្គរនេះគេមានការបកស្រាយតាក់ទងទៅនឹងប្រាសាទនីមួយៗជាច្រើនដែរតាក់ទងជាមួយនឹងរូបចម្លាក់តាក់ទងអីចឹងណាអញ្ចឹងយើងអាចមកកន្លែងនេះហើយយើងទៅលេងតាមប្រាសាទដោយបង្ក្រប់ព័ត៌មានឲ្យកាន់តែច្បាស់សម្រាប់សបុតខ្មែរយើងម្នាក់$3ពេលមកលេងគួរតែជួលអូយ៉ូហ្គាយនេះម្នាក់មួយទៅបាទ1-2$យើងអាចដឹងពីព័ត៌មានលម្អិតពីកន្លែងមួយទៅកន្លែងមួយទៅតាមអូយ៉ូហ្គាយនេះហើយបើនិយាយពីស្ថាបត្យកម្មនៅនឹងសារមន្ទីរនេះក៏ស្អាតដែរគេមានបន្ទប់សាលពី1ទៅ1អញ្ចឹងទៅបងប្អូនអាចចូលទៅតាមកលៈរបស់គេហ្នឹងណាហើយនិយាយថាពេលដែលចូលដល់កន្លែងបន្ទប់សាលព្រះពុទ្ធបដិមា1000អង្គនេះគឺថាមានអារម្មណ៍ថាអស្ចារ្យខ្លាំងមែនទែនណាមានរូបចម្លាក់ព្រះពុទ្ធបដិមាជាច្រើនហើយមានព័ត៌មានលម្អិតទៅតាមអូយ៉ូហ្គាយមួយបងប្អូនមានពេលអាចមកស្រាវជ្រាវបានហើយគេក៏មានដាក់ជាព័ត៌មានទៅតាមកន្លែងនីមួយៗដែរបងប្អូនអាចអានបានណានិយាយទៅការរៀបចំនៅសារមន្ទីរជាតិអង្គរនេះគឺថាខ្ញុំពេញចិត្តមែនទែនស្អាតប្លែកបងប្អូនបាទនិយាយទៅគឺថារីកមែនទែនសម្រាប់កូនសិស្សសិស្សានុសិស្សទាំងឡាយណាអាចចូលមកសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រហើយដូចជារូបចម្លាក់ផ្សេងដែលមានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិអង្គរយើងនេះសម្រាប់ម៉ោងគេបើកពីម៉ោង8កន្លះព្រឹករហូតដល់ម៉ោង6ល្ងាចកន្លែងកំសាន្តទី3គឺខ្ញុំមកលេងប្រាសាទតាព្រំដូចដឹងស្រាប់ហើយរដូវកាលនេះគឺរដូវកាលភ្លៀងបាទគឺថាតាមប្រាសាទនីមួយៗគឺស្អាតណាបងប្អូនអើយធម្មជាតិឡើងស្រស់បំព្រងតែម្ដងបងប្អូនដឹងអត់ឈ្មោះដើមរបស់ប្រាសាទតាព្រំនេះមានឈ្មោះថារិវិហារប្រាសាទនេះបានកសាងឡើងនៅក្នុងឆ្នាំ1186នៃគ្រិស្តសករាជដោយព្រះបាទជ័យវរ្ម័នទី7ហើយនិយាយមែនគឺថាប្រាសាទតាព្រំគឺស្អាតខ្លាំងណាបងប្អូននៅរដូវកាលនេះចាប់ផ្ដើមឡើងស្លែពណ៌បៃតងកាន់តែស្អាតមានដើមឈើធំដុះមកនិយាយទៅបើនិយាយពីរឿងប្លង់ថតរូបអីវិញក៏មានច្រើនដែរហើយប្រាសាទតាព្រំក៏ជាប្រាសាទល្បីមួយផងដែរដោយសារជាទីតាំងមួយដែលគេថតរឿងនៅក្នុងខ្សែភាពយន្ត Hollywood អញ្ចឹងណាហើយសម្រាប់កន្លែងទី4គឺខ្ញុំជិះម៉ូតូទៅលេងនៅខាងស្ពានតាក្រុយយើងជិះតាមវងធំហួសប្រាសាទនិពន្ធកន្លែងផ្លូវកង់បងប្អូនបត់ចូលទៅតាមច្រកបៃតងស្ពានតាក្រុយនេះគេធ្វើអំពីឈើបាទមានក្បាច់ក្បូរដូចជាក្បាលនេះអីអញ្ចឹងទៅហើយយើងអាចមកគយគុណមើលថ្ងៃលិចក៏ដូចជាភ្នំបូកជាដើមសម្រាប់កន្លែងចុងក្រោយនេះគឺខ្ញុំមកលេងផ្សារខ្មែរនៅចិត្តម្ដុំផុបស៊ីតនឹងឯងបងប្អូនធ្លាប់តែជិះកាត់អត់ដែលបានចូលបងប្អូននៅពេលដែលបានចូលហើយមកអារម្មណ៍ថាអូស្អាតប្លែករបស់គេមានធ្វើដូចជាកូនទឹកជ្រោះមានធ្វើការលក់នៅលើទឹកហើយមានបាញ់ផ្សែងបាញ់អីអញ្ចឹងណាគឺថាមានការភាពច្នៃប្រឌិតតំណងមែនតើយើងអាចមកដូរជាកំប៉ុងសិនដើម្បីទិញអាហារញ៉ាំនៅទីនោះមានជាការលក់ដូរចម្រុះហើយកន្លែងអង្គុយក៏មានច្រើនដែរមានទាំងក្រៅនិងខាងលើនិយាយទៅតំណងខ្លាំងណានេះដូចជាគេមានលក់នំគ្រក់លក់អីចឹងទៅគេចាក់ឲ្យយើងភ្លាមណាមាននំមានបាញ់ឆែវមានម្ហូបផ្សេងជាច្រើនមុខទៀតនៅហ្នឹងក៏មានលក្ខណៈជាផាប់ខុកថេលអីខ្លះៗដែរបាទហើយបើ
សិនជាមកចំថ្ងៃសៅរ៍អាទិត្យអីវិញគេមានសម្ដែងដូចជាសិល្បៈរបាំខ្មែរយើងជាដើមឥឡូវនេះបន្ទាប់ពីដូរលុយហើយដើរទិញ 3 4 កន្លែងនំផងអីផងអញ្ចឹងណាបងប្អូនហើយគេមានកន្លែងអង្គុយច្រើនយើងអាចមកញ៉ាំលេងនិយាយទៅស្អាតណាកន្លែងនេះដំបូលគេខ្ពស់ហើយគេធ្វើម៉ូដពីអស័យអញ្ចឹងណាមានការតាំងលម្អភ្លើងពណ៌បែបខ្មែរហ្មងនិយាយទៅផ្សារគឺជាចំណែកមួយដែលចូលរួមយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍អញ្ចឹងបើសិនជាមានផ្សារបែបច្នៃប្រឌិតបែបនេះច្រើនគឺថាល្អមែនតើយើងអាចធ្វើជាផ្សារបុរាណផ្សារអណ្ដែតទឹកអីអញ្ចឹងណាអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចែករំលែកវីដេអូម្នាក់មួយផងណាអរគុណជួបគ្នានៅវីដេអូក្រោយទីជម្រាបលា